យើងចង់ឲ្យសិក្សានៅសាលារៀនអន្តរជាតិ Ontario ទាំងអស់មានឱកាសពង្រឹងនៅសមត្ថភាពនៃការនិយាយជាសាធារណៈមានសារៈសំខាន់ខ្លាំងណាស់ទាំងការរស់នៅប្រចាំថ្ងៃទាំងការងារវិជ្ជាជីវៈផ្សេងគ្រប់ប្រភេទហេតុដូច្នេះហើយបានជាសាលារៀនអន្តរជាតិ Ontario បញ្ចូលនៅកម្មវិធីសិក្សាមួយដែលល្អទំនើបទាន់សម័យគឺជាការកម្មវិធីសិក្សាផ្ដោតលើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយមួយជ្រុងធំនៃការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនោះគឺជាសមត្ថភាពក្នុងការធ្វើទំនាក់ទំនងទាំងភាសាខ្មែរទាំងភាសាអង់គ្លេសនិងភាសាចិនបាទដូច្នេះហើយបានជាសាលារៀនអន្តរជាតិ Ontario បញ្ចូលមុខវិជ្ជា Public Speaking ហើយនិង Presentation ទៅក្នុង Curriculum យើងជាកិច្ចបន្តទៀតនេះខ្ញុំសូមធ្វើការរៀបរាប់លក្ខន្តិកៈនៃការប្រកួតបេក្ខភាពចាប់ពីថ្នាក់ទី2ឡើងទៅនិងប្រកួតដោយការចាប់ឆ្នោតផលប៉ះពាល់នៃការមកទូរទស្សន៍បច្ចេកមានប្រយោជន៍មួយចំនួនប៉ុន្មានបើយើងមើលសមរម្យប៉ុន្តែបើយើងមើលច្រើនហួសហេតុនឹងមិត្តកម្មវិធីមិនសមរម្យនឹងប្រឈមមុខដូចជាទី1ការលើសទម្ងន់បណ្ណាថ្នាក់រៀនជាកន្លែងផ្ដល់ផលចំណេះដឹងដល់សិស្សានុសិស្សគ្រប់រូបឲ្យក្លាយជាសិស្សល្អនិងពូកែហើយដើម្បីក្លាយជាសិស្សល្អយើងត្រូវអនុវត្តចំណុចខាងក្រោមឲ្យបានខ្ជាប់ខ្ជួន When I was younger, I used to think that teachers had superpowers. It's not because they could fly or shoot lasers, but it's because they somehow knew everything. Teachers have superpowers, but their powers go far beyond the classroom. ត្រូវចេះស្ដាប់ដំបូន្មានលោកគ្រូអ្នកគ្រូណែនាំបានន័យថានៅពេលលោកគ្រូអ្នកគ្រូណែនាំប្រដៅពន្យល់បង្រៀនយើងសិស្សត្រូវមានស្មារតីយកចិត្តទុកដាក់ Kindness means being nice, helpful and caring. It can be as small as holding the door for someone. Helping is kind. Helping shows that we care. When someone is hurt or sad, we can be kind and help them feel better. ការងារជាឃ្លាំងប្រាក់តើហេតុអ្វីបានជាមានសុភាសិតលើកឡើងយ៉ាងដូចនេះវិស្វករស្ថាបត្យករគ្រូពេទ្យគ្រូបង្រៀនកសិករកម្មករសុទ្ធសឹងតែជាការងារមានតម្លៃនិងសុចរិត One day I saw my friend drop his pencil. I picked it up and gave it to my friend. And my friend said thanks and I feel happy. ការដោះស្រាយទំនាស់ដែល